ជារៀងរាល់ព្រឹកបុរសម្នាក់នេះចំអិនមីមួយចានប៉ុន្តែមិនមែនសម្រាប់គោបំណងហូបនោះទេផ្ទុយទៅវិញគាត់ថតរូបជាមួយទូរស័ព្ទរបស់គាត់ហើយបង្ហោះវានៅលើ TikTok ដោយចិត្តណាបង្កើតការបំភាន់ថាគាត់នៅមានជីវិតគាត់បានរក្សាទម្លាប់នេះអស់រយៈពេល8ឆ្នាំមកហើយព្រោះវាជាមធ្យោបាយតែមួយគត់ដើម្បីធានាដល់ឪពុកម្ដាយដែលនៅពីក្រោយទូរស័ព្ទដែរអ្នកឃើញគាត់មិនមែនជាម្ចាស់ទូរស័ព្ទនេះទេម្ចាស់ពិតត្រូវបានគេសម្លាប់ជាយូរមកហើយដើម្បីបំពេញសេចក្តីប៉ងប្រាថ្នាខាងក្នុងគាត់បានសម្លាប់ស្ត្រី8នាក់យ៉ាងឃោរឃៅក្នុងរយៈពេល8ឆ្នាំកន្លងមកនេះចម្លែកណាស់គាត់មិនដែលត្រូវប៉ូលីសចាប់ទេតាមការពិតបុរសនោះជាអ្នកជួសជុលទូរស័ព្ទឆ្លាតម្នាក់គ្រប់ពេលដែលគាត់រកឃើញទូរស័ព្ទរបស់អ្នកមិនស្គាល់គាត់ប្រើកម្មវិធីផ្លាស់ប្ដូរសំឡេងភ្លាមដើម្បីជូនដំណឹងដល់ម្ចាស់ឲ្យមកយកទូរស័ព្ទប៉ុន្តែមុនពេលម្ចាស់មកដល់គាត់មានចិត្តណាធ្វើឲ្យខូចអេក្រង់វិធីនេះនៅពេលដែលម្ចាស់បង្ហាញឡើងគាត់អាចបង្ហាញពួកគេជាមួយនឹងកិច្ចព្រមព្រៀងជួសជុលហើយក្រោមការយល់ឃើញនៃការជំនួសអេក្រង់ឲ្យពួកគេសរសេរពាក្យសម្ងាត់របស់ពួកគេដឹងតិចតួចទេនៅពេលដែលពួកគេសរសេរពាក្យសម្ងាត់នោះសុបិនអាក្រក់របស់ពួកគេពិតជាចាប់ផ្ដើមបន្ទាប់មកបុរសនោះចូលទៅក្នុងសិក្ខាសាលារបស់គាត់យកឧបករណ៍ជំនាញរបស់គាត់ចេញហើយទីមួយជំនួសអេក្រង់របស់ពួកគេបន្ទាប់មកគាត់ភ្ជាប់ទូរស័ព្ទរបស់ពួកគេទៅនឹងខ្សែទិន្នន័យនិងដំឡើងមេរោគដែលអាចឲ្យគាត់គ្រប់គ្រងឧបករណ៍បន្ទាប់ពីម្ចាស់លើកទូរស័ព្ទរបស់ពួកគេកុំព្យូទ័របង្ហាញគាត់រាល់ចលនារបស់ពួកគេនៅពេលថ្ងៃទូរស័ព្ទហាក់ដូចជាដំណើរការធម្មតាប៉ុន្តែនៅពេលយប់បុរសនោះចូលប្រើទូរស័ព្ទរបស់នាងពីចម្ងាយដោយទទួលបានការយល់ដឹងយ៉ាងច្បាស់អំពីចំណាប់អារម្មណ៍និងចំណូលចិត្តលើបណ្ដាញសង្គមរបស់នាងព្រមទាំងសំទោសឲ្យគណនីធនាគាររបស់នាងផងដែរកាន់តែគួរឲ្យខ្លាចជាងនេះទៅទៀតនៅពេលដែលអេណាចាក់ចេញទៅគាត់ក៏ប្រើពេលវេលាខុសគ្នាដើម្បីលួចចូលទៅក្នុងផ្ទះរបស់នាងដោយស្ងាត់ដោយនាងមិនដឹងខ្លួនប៉ុន្តែនេះតែម្នាក់ឯងមិនគ្រប់គ្រាន់ដើម្បីបំពេញចិត្តបុរសនោះទេគាត់ថែមទាំងរៀបចំឱកាសជួបជុំគ្នានៅហាងកាហ្វេមួយដោយចេតនាបញ្ជាទិញកាហ្វេដែលនាងចូលចិត្តដើម្បីឈ្នះនាងជាមួយនឹងផលប្រយោជន៍រួមរបស់ពួកគេឃើញបុរសម្នាក់នេះសមនឹងគ្នាយ៉ាងនេះមុខរបស់អេណាភ្លឺឡើងភ្លាមយ៉ាងណាក៏ដោយឪពុករបស់នាងដែលបានឃើញមនុស្សរាប់មិនអស់ដឹងភ្លាមថាមានអ្វីមួយរលត់គាត់ព្រមានកូនស្រីរបស់គាត់ឲ្យនៅឲ្យឆ្ងាយពីមនុស្សដែលមានប្រវត្តិមិនច្បាស់លាស់គាត់មិនដឹងថាបុរសនោះបានមើលនិងស្ដាប់គ្រប់ពាក្យដែលឪពុកបាននិយាយទៅកាន់កូនស្រីរបស់គាត់នោះទេនៅយប់នោះបុរសនោះគ្រប់គ្រងទូរស័ព្ទ NS ហើយផ្ញើដំណឹងភ្ជាប់ទៅឪពុករបស់នាងដោយប្រាប់គាត់ឲ្យទាញយកនិងដំឡើងវាដោយអះអាងថាវាជាកម្មវិធីដែលអាចឲ្យគាត់មើលឃើញទីតាំងរបស់នាងដោយមិនចាំបាច់គិតច្រើនឪពុកដំឡើងកម្មវិធីប៉ុន្តែមិនយូរប៉ុន្មានឪពុកក៏ទទួលដំណឹងពីការចែកអាហារតាមទូរស័ព្ទរបស់គាត់សន្មតថាវាជាការភ្ញាក់ផ្អើលពីកូនស្រីរបស់គាត់តើគាត់ដឹងទេនៅពេលនោះមានរូបងឹតមួយកំពុងចូលមកជិតគាត់